វីដេអូ highlight ទាំងស្រុងបាននៃការប្រកួតរវាង Light FC បើជាមួយនឹង Visakha ដែលកើតឡើង4គ្រាប់បាននៅកីឡាដ្ឋាន Light ខេត្តព្រះសីហនុយើងឃើញថា4គ្រាប់កាត់ឡើងធ្វើឲ្យអ្នកគាំទ្រហូរកញ្ជ្រូវពេញបើកីឡាដ្ឋានតែម្ដងមុនការប្រកួតចាប់ផ្ដើមក៏មានការគោរពភ្លានជាតិនៃព្រះរាជាណាចក្រកម្ពុជាយើងឃើញថាបាទថ្ងៃនេះបាទក្រុមទាំងពីរពិតជាប្រកួតជក់ចិត្តដិតអារម្មណ៍ធ្វើឲ្យអ្នកគាំទ្រហើបបាទពីកៅអីតែម្ដងឱកាសដំបូងរបស់ Light FC បាទកន្លែងនេះគឺបង្កើតឱកាសឲ្យគឹមហេយិនស៊ូទាត់ស្ដាំជួយបានពីហុលគឹមហុយជះចេញមកវិញហើយក៏ឱកាសនេះហើយក្របបានដំបូងរបស់ Visakha ពីការតែរបស់ Phale Iwecha មកដល់ណានណាខ្វំមេអូប៉ុងទាត់ស្ដាំបុកបង្គោលទីហើយក៏បញ្ចូលទីបាញ់ល្អការតែតអាស៊ីក្របបានដំបូងរបស់ Paula Iwecha ហើយក៏បាទទាត់ស្ដាំនេះគ្មានសល់ទេមួយគ្រាប់របស់ណានណាខ្វំមេអូប៉ុងហើយក៏មានការគោរពទៅដល់វិញ្ញាណក្ខន្ធបាទវិរៈកងទ័ពពលីរបស់កម្ពុជាផងដែរកន្លែងនេះមួយជើងរបស់គូសុភ័ក្រទាត់ស្ដាំហើបុករបាទេឱកាសតរបស់កាន់ពិសាកន្លែងនេះក៏ជួយបានពីហុលគឹមហុយទៀតបាទគឹមហុយជួយបានច្រើនលើកច្រើនសារផងដែរក្នុងការប្រកួតថ្ងៃនេះឱកាសទៅកន្លែងនេះពីការទាត់ឆ្វេងរបស់លេងដូរ៉ាប៉ុន្តែមិនចំគោលដៅនោះទេណានណាខ្វំមេអូប៉ុងបញ្ជូនទៅកន្លែងនេះឲ្យសិនកក្តាដាក់លបឿនទៅខ្លួនឯងកក្តាចោះឲ្យណានណាខ្វំមេអូប៉ុងតែឆ្វេងបញ្ចូលទីបានយ៉ាងល្អក្របបាល់ទី2របស់ណានណាខ្វំមេអូប៉ុងពីការបញ្ជូនរបស់សិនកក្តាចោះស្អារ៉ាបាទហើយក៏ថែមឆ្វេងបំប៉ោងសំណាញ់ទីតែម្ដងគ្មានសល់ទេមួយគ្រាប់ដ៏ល្អរបស់ណានណាការបញ្ជូនដល់ច្បាស់របស់សិនកក្តាផងដែរបាទកន្លែងនេះទៅជាបន្តពីការបង្កើតឱកាសរបស់សិនកក្តាជាបន្តកក្តាក្រោះមកក៏តែពី Paula Iwecha ក៏ថែមបាពីផាកចុងប៊ិនរកបានក្របបាល់ទី3ឲ្យ Visakha នាំមុខ3-0ពីការតែខុសហើយក៏ថែមស្ដាំរបស់ផាកចុងប៊ិនហើយក៏រកបានក្របបាល់តែម្ដងបាទ3-0ពីការទាត់បញ្ចូលទីរបស់ផាកចុងប៊ិនកន្លែងនេះការតែរបស់បាទគឹមហេយិនស៊ូប៉ុន្តែបែរជាបាទខុសគោលដៅអាទ័រចែមបញ្ជូនទៅកន្លែងនេះឲ្យកាន់ពិសាលក៏ទាញទាត់ឆ្វេងព្រីហ្វ្លិចនឹងអុកសវណ្ណហើយក៏ចូលមុំតូចបានយ៉ាងល្អបាទតាមពីក្រោយ1-3ពីការទាត់បញ្ចូលទីរបស់កាន់ពិសាលទាត់ស្អាតណាស់បាទកន្លែងនេះទាញហើយក៏ទាត់ឆ្វេងបាទបញ្ចូលទីបានយ៉ាងស្អាតតែម្ដងក្របបាល់តាមពីក្រោយ1-3របស់ Light FC បាទយើងឃើញថាកន្លែងនេះការទាត់របស់ជាសវ័យក៏មិនចំគោលដៅជាសវ័យបាទគាត់ទាត់មួយជើងស្ដាំក៏មិនចំគោលដៅលោកកញ្ញាកណ្ដាលក៏ផ្លឹមកញ្ចាយបញ្ចប់ការប្រកួតទាំងស្រុង